វិធីទី2ដើម្បីបង្កើត connection បានគឺយើងប្រើតាមរយៈ contractor អញ្ចឹងខ្ញុំត្រូវចូលបង្កើត context ខ្លះគឺឈ្មោះថា db application db context អញ្ចឹងកន្លែងនេះគឺយើងត្រូវបិទចោល comment ចោលម្ដងព្រោះយើងលែងប្រើអាហ្នឹងហើយខ្ញុំ comment ខ្ញុំត្រូវបង្កើត contractor មួយអ្វីទៅគឺជា contractor អ្វីទៅគឺជា contractor អានេះយើងត្រូវ call អា application db context ហ្នឹង register service វានៅក្នុង program.cs ហើយអានេះគឺយើងត្រូវបើកបើសិនណាយើងប្រើតាមវិធីទី1ហ្នឹងតែឥឡូវខ្ញុំអត់បង្ហាញទី1ហ្នឹងជាងចប់ហើយយើងចូលដល់ទី2ម្ដងទី2គឺយើងប្រើតាមរយៈ contractor ឥឡូវមុននឹងបង្កើត contractor ខ្ញុំសួរថាអ្វីទៅគឺជា contractor ចាំបានអត់ What is contractor contractor គឺជា special method មួយដែលមានឈ្មោះដូចទៅនឹងឈ្មោះរបស់ class ហើយវាអត់មាន return type ទេ contractor វាអាចមាន parameter ឬអត់ parameter ហើយវានឹងដំណើរការដោយស្វ័យប្រវត្តិនៅពេលដែលយើងបង្កើត object ចេញពី class ខ្ញុំត្រូវបង្កើត public ឈ្មោះដូច class របស់យើងគឺឈ្មោះថា application db context នេះគឺ contractor របស់យើងហើយអញ្ចឹងនៅក្នុង contractor វាទាមទារឲ្យយើងមាន parameter មួយឈ្មោះថា db context option យកមួយហ្នឹងតមកនៅក្នុងហ្នឹងវាតម្រូវឲ្យមានប្រភេទជា context class មួយនៅក្នុងគ្នាបហ្នឹងណាមិនគ្នាបនៅក្នុងអាសញ្ញាតូចសញ្ញាធំជាងហ្នឹងឃើញវាចេញមកនេះវាប្រកាសទីការប្រភេទខ្លះមួយក្នុងហ្នឹងខ្ញុំដាក់ឈ្មោះ context ខ្លះរបស់យើងឈ្មោះអី application context មកខ្ញុំត្រូវហៅខ្ញុំតាំងឈ្មោះមួយឈ្មោះថា option base option summer syntax ត្រឹមត្រូវអ្នកថានេះគឺដំណើរការមួយក្នុង contractor យើងត្រូវការ parameter មួយដែលមាន option តាមដែរគឺមានបើពីការខ្លះយើងថា application db context ហ្នឹងហើយគឺជា object របស់យើងគឺជា option ហើយថ្ងៃនេះគឺយើងត្រូវឲ្យប្រើប្រាស់ base object ហ្នឹងគឺថា base object ប៉ុណ្្នឹងបានណាហើយយើងត្រូវ register វានៅក្នុងវាគឺនៅក្នុង program.cs ទៅក្នុង program.cs គេណា program.cs កន្លែងនេះខ្ញុំ comment ចោលដែរព្រោះយើងលែងប្រើជាមួយ override method ហ្នឹងហើយ comment ខ្ញុំប្រើ builder
service dot add application db config ខ្ញុំមើល syntax សិនចង់មកនៅក្នុងនេះគឺយើងត្រូវការ return វាខ្ញុំដាក់ឈ្មោះថា option វាជា lambda expression អូខេនេះមិនមែននេះណាខ្ញុំខានសរសេរក៏ភ្លេចដែរណាវាអាចសរសេរទៅខុស syntax តិចតិចអូខេ option dot use SQL server នេះចឹងពេលយើងប្រើ dot use SQL server វានឹង add string ឲ្យយើងមានថាក្នុង user.entity from core យើងអត់ហៅដល់ទេវាយើងត្រូវ add string ឥឡូវខ្ញុំមើលនៅក្នុង chat GPT នេះគេដាក់ដូចគ្នាដែរអត់ខុសទេអូខេចឹងបន្តមកទៀតយើងទៅហៅ dotកន្លែងនេះគឺយើងហៅ builder dot configuration dot get connection string នៅខុស syntax បន្តិចខុសណាអញ្ចឹងខ្ញុំជាមើលឲ្យត្រូវជាងសរសេរប៉ុណ្ណឹងបានហើយតមកកន្លែងនេះគឺយើងត្រូវការ connection string យើងត្រូវបង្កើត connection នៅក្នុង app setting.json ហើយយើងខលឈ្មោះហ្នឹងយកមកប្រើឥឡូវយើងសរសេរថាខ្ញុំទៅបង្កើត connection string ដើម្បីយកមកប្រើនៅក្នុង double quote នេះយើងចូលទៅក្នុងបញ្ជារបស់យើងរក app setting.json អត់ទេនៅក្នុង app setting.json នៅលើ program.cs ឃើញទេទៅខាងក្រោមអូខេខ្ញុំ comma យើង comma មួយសិនហើយបន្តមកយើងសរសេរ double quote connection string យើងដាក់ឈ្មោះមកនៅក្នុងហ្នឹងខ្ញុំដាក់ថា default connection string ខ្ញុំទម្លាក់ខ្ញុំទៅយកនេះគឺខ្ញុំសរសេរថែមเลยនេះតាមមកទៅ copy នេះ copy connection របស់យើងនៅក្នុងអាកន្លែងនេះមកអូខេ copy កន្លែងនេះកន្លែង connection ដែលយើងបង្កើតមុនហ្នឹងយើងបានសម្រាប់ server name domain name user password និងកំណត់ track server certificate ស្មើ true ហើយ copy អាហ្នឹងមកយកមកដាក់នៅក្នុងវងកញ្ចក់នេះវាចូលនៅ
trong đó bạn này